ខ្ញុំមិនដែរឃើញអ្វីដែលចម្លែកចឹងខ្ញុំឥឡូវប្រហែលថាយើងពុំញ៉ាំសុំទៀតមកហមទុំមុខយើងណាគួរចាប់អារម្មណ៍គួរចង់មើលទៅអូខេថាគាត់ហមមកយើងមើលហើយគាត់សួរសំណួរយើងទៀតថាអូខ្ញុំមកពីណាខ្ញុំមកពីណីហើយខ្ញុំគាត់ថាអូខ្ញុំមកពីកម្ពុជាសរសើរគាត់មែនតើអ្វីដែលគាត់កំពុងតែបញ្ចេញសកម្មភាពរបស់ខ្ញុំមើលហ្នឹងគឺគាត់កំពុងតែទាញមីឲ្យពួកយើងមើលណាអូខេទាញមីហ្នឹងខ្ញុំសរសើរគាត់មែនតើគាត់ធ្វើឲ្យគាត់មានធ្លាក់ទៀតណាឥឡូវនេះខ្ញុំកំពុងតែនៅហៃទីឡោ hot pot នៅក្នុងប្រទេសវៀតណាមដល់គ្នាខ្ញុំចង់ដឹងថា hot pot នៅនេះមួយសក់ខ្មែរវាខុសគ្នាមែនតើឥឡូវយើងទៅសាកមកអ្វីដែលតាក់ទាញខ្ញុំជាងគេដល់គ្នាក្នុងហាងហ្នឹងគឺការតុបតែងរបស់គាត់គឺបែបដូចចិនហើយណាមួយទៀតសវិញគាត់គឺពិតជាល្អមែនតើពេលដែលគេចូលទៅដល់គេស្វាគមន៍យើងគេសួរយើងចង់ញ៉ាំអីអញ្ចឹងដល់គ្នាហើយអ្វីដែលលយបំផុតគឺកន្លែងហ្នឹងគឺមានទឹកជ្រលក់ច្រើនប្រភេទដែលយើងអាចឈូសខ្លួនឯងបានដល់គ្នាហើយយ៉ាងទៀតដល់គ្នាសម្រាប់កន្លែងគាត់ហ្នឹងក៏មានជ្រក់មានអីច្រើនដែរហើយមានផ្លែឈើទុកឲ្យយើងលេងមកពេលញ៉ាំអីហើយម្យ៉ាងទៀតអ្វីដែលចោលដល់ខ្ញុំបំផុតគឺតុក្កតាទាំងអស់នេះដល់គ្នាតុក្កតាអនពិតជា cute មែនតើហើយទស្សនវិជ្ជាហាងគឺមនុស្សច្រើនអ៊ូអររាល់ថ្ងៃហ្មងសម្រាប់ស៊ុបខ្ញុំ order បាន4ប្រភេទអ្នកគ្នាមើលទៅហើយនេះជាទស្សនវិជ្ជាខ្ញុំញ៉ាំខ្ញុំមានសាច់មានអីញ៉ាំគឺឆ្ងាញ់មែនតើណងឥឡូវមើលគ្នាខ្ញុំដាក់សម្រាប់ស៊ុប hot pot មួយឆ្នាំនេះមកឲ្យ rating 9លើ10ហើយណាមួយទៀតសវិសហ្នឹងគឺ10លើ10ព្រោះខ្ញុំមិនដែលឃើញសវិសណាដែលល្អដល់ថ្នាក់ហ្នឹងគ្នាជាពិសេសនៅខាងស៊ុប hot pot ហ្នឹងគ្នាហើយម្យ៉ាងទៀតបើអ្នកគ្នាចង់ញ៉ាំស៊ុបហៃទីឡោអីមិនចាំមកប្រទេសវៀតណាមទេនៅប្រទេសកម្ពុជាយើងក៏មានដែរ